មកដល់រឿងគ្រោះថ្នាក់ចរាចរណ៍ករណីបុកមនុស្សស្លាប់5នាក់នៅបាត់ដំបងសង្ស័យពាក់ព័ន្ធនឹងកូនអ្នកមានអំណាចទៀតតើប្រជាពលរដ្ឋរងកម្មយ៉ាងម៉េចទៅលោកឲ្យតែបុកមានតាក់ទងនឹងគ្រោះថ្នាក់ពាក់ព័ន្ធនឹងកូនអ្នកមានអំណាចហើយដល់ពេលហើយភ័យភ្លាមប្រជាពលរដ្ឋឲ្យតែលឺកូនអ្នកមានអំណាចប៉ះពាគឺភ័យហ្មងភ័យរឿងអត់មានយុត្តិធម៌ភ័យខ្លាចគេកែសំណុំរឿងភ័យខ្លាចគេសោកលុយភ័យខ្លាចគេចាស់លុយមកហើយអត់មានយុត្តិធម៌ឥឡូវរឿងថ្មីសើមនេះតាក់ទងនឹងរឿងថាឧត្តមក្មេងអាយុ11ឆ្នាំជាមួយនឹងកូនអាបាលស្រុកកងមាសហើយនឹងអ្នកនាងម៉ៅច័ន្ទបូរមីសុកច័ន្ទបូរមីឬក៏ច័ន្ទបូរមីហ្នឹងដែលសម្រោះសម្រួលទៅឥឡូវហ្នឹងគឺដកពាក្យបណ្ដឹងដកអីមិនអីទេគេស្រោះស្រួលគ្នារដ្ឋប្រវេណនេះឲ្យតែបណ្ដឹងអាជ្ញាហ្នឹងនៅតែបន្តទៅទៀតប៉ុន្តែប្រជាពលរដ្ឋភ័យព្រោះអីឮសូកូនអភិបាលស្រុកកងមាសហ្នឹងដំបូងថាចង់ចាស់លុយ$20,000បំបិតមាត់អីអញ្ចឹងទៅឬក៏ឲ្យចាប់រឿងអីអញ្ចឹងទៅហើយក្រោយមកក៏សុំទោសសុំអីក៏ដោយក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែគិតថាអំពើនេះឥឡូវមកកើតឡើងតើតើនឹងកូនអ្នកជំទាវទីស្រុកកែនគរបាលខេត្តកំពតកូនរបស់ស្នងការនគរបាលខេត្តសូមខ្ញុំអានរឿងនេះតែម្ដងកុំឲ្យខ្ញុំខុសព្រោះព័ត៌មានក្តាប់មកវាច្រើនពេកផ្អែមលៀងមាត់ខ្ញុំហ្នឹងគឺវាយកមកជួនកាលឯកសារស្រាវជ្រាវមកអស់ហើយប៉ុន្តែត្រូវការពេលអង្គុយអានហ្នឹងងើបតាំងពីម៉ោង4យ៉ាងម៉េចក៏ដោយហ្នឹងក៏នៅតែអានមិនអស់ដែរតែយ៉ាងណាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថ្ងៃនេះចេញលិខិតអញ្ជើញមួយបាទអញ្ជើញលោកស៊ីវជ័យសិទ្ធគឺកូនស្នងការនគរបាលខេត្តបន្ទាយមានជ័យមកបំភ្លឺរឿងបុកមនុស្សស្លាប់5នាក់តាមពិតស្លាប់5នាក់ហ្នឹងមែនប៉ុន្តែនៅក្នុងចំណោម5នាក់ហ្នឹងមានស្ត្រីម្នាក់មានផ្ទៃពោះទៅទៀតអញ្ចឹងវាដូចតែ6នាក់ដែរប៉ុន្តែយ៉ាងណា5នាក់ព្រោះទារកនោះអត់ទាន់បានប្រសូតនៅឡើយទេអញ្ចឹងបើយើងឃើញអ្វីដែលជាការស្នើសុំអញ្ជើញប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គម Facebook ហ្នឹងអញ្ជើញទៅកង់ឡានដែលបុកមនុស្សស្លាប់ដែលមានឈ្មោះស៊ីវជ័យសិទ្ធដែលជាកូនស្នងការនគរបាលខេត្តបន្ទាយមានជ័យបាទលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យនេះក៏ជាមន្ត្រីជាន់ខ្ពស់របស់គណៈបកកណ្ដាលអំណាចហើយជាទីប្រឹក្សារបស់លោកហ៊ុនសែនទៅទៀតព្រោះអីបើយើងមើលឪពុករបស់ម្នាក់នេះគឺគាត់ត្រូវបានតែងតាំងដោយលោកហ៊ុនសែនជាឈ្មោះលោកស៊ីវសុជាតិគឺជាទីប្រឹក្សារបស់លោកហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាតាមពិតជាទីប្រឹក្សារបស់ប្រធានគណៈបកទេហើយនេះតែងតាំងពីថ្ងៃទី19កញ្ញាឆ្នាំ2024បងប្អូនតាមពិតមែនតើទៅវាមិនសំខាន់ថាគេតែងតាំងលោកស៊ីវសុជាតិជាទីប្រឹក្សាឬមិនទីប្រឹក្សារបស់មេបកឬក៏របស់រដ្ឋាភិបាលណាទេវាអត់មានសំខាន់ទេការដែលលើកយកលោកស៊ីវសុជាតិយកមកលើកឡើងឲ្យជាមន្ត្រីជាន់ខ្ពស់គឺស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលមានកូនអាយុ20ឆ្នាំឈ្មោះស៊ីវជ័យសិទ្ធនេះដែលគេសង្ស័យថាបុកមនុស្សរះរហូតដល់ស្លាប់ពេញផ្លូវនេះគឺគេពិបាកចិត្តទៀតហើយថាជាប់ជាមួយនឹងកូនលោកធំបែបនេះដឹងតែគ្មានយុត្តិធម៌ទៀតហើយស្រួលទៅជនរងគ្រោះវេទនាទៀតហើយណាមួយប៉ះចំខ្សែធំរហូតដល់ជាទីប្រឹក្សារបស់លោកហ៊ុនសែនទៀតហើយមន្ត្រីរបស់គណៈបកកណ្ដាលអំណាចទៀតដល់ហើយប្រជាពលរដ្ឋដឹងតែរងគ្រោះឈឺចាប់ប៉ុណ្ណាទៀតហើយក៏ប៉ុន្តែបងប្អូនរឿងឪពុករឿងផ្សេងរឿងកូនរឿងផ្សឹងណាព្រមត្តនបាត់ល្មើសការទទួលខុសត្រូវជាលក្ខណៈបុគ្គលក្រមព្រមត្តនចែងថាសក់អ្នកណាក្បាលអ្នកហ្នឹងអ្នកណាប្រព្រឹត្តអ្នកហ្នឹងទទួលកំហុសលើកលែងតែឪពុករបស់ស៊ីវជ័យសិទ្ធនេះតែជាជនសង្ស័យនៅឡើយបើតឡាការរកឃើញថាឪពុកអន្តរាគមដើម្បីឲ្យកូនរួចខ្លួនឬក៏បិទបាំងភ័ស្តុតាងឬគំរាមសាក្សីអាហ្នឹងបានឪពុកគាត់ហ្នឹងក៏ជាប់គុកដែរជាប់ទោសដែរប៉ុន្តែបើគ្រាន់តែជាឪពុកកូនគឺវាមិនពាក់ព័ន្ធអីទេប៉ុន្តែអ្វីដែលបងប្អូនលើកឡើងនៅក្នុងបណ្ដាញសង្គមគឺគ្រាន់តែបារម្ភថាកូនលោកធំតែមានអន្តរាគមព្រោះវប្បធម៌យើងអញ្ចឹងខ្លាចតែរួចខ្លួនទៀតហើយសូម្បីតែតឡាការសូមតែស្នងការរដ្ឋាភិបាលនគរបាលខេត្តបាត់ដំបងក៏ចេញលិខិតអញ្ជើញសូមឲ្យមកបំភ្លឺព្រោះអីតឡាការអត់ទាន់មានភ័ស្តុតាងគ្រប់គ្រាន់ទេថារថយន្ត Mercedes ដែលបើកដោយមានលេខ CS 61សំទោស CS 6168នេះគឺជារថយន្តចុះបញ្ជីក្រោមឈ្មោះលោកស៊ីវជ័យសិទ្ធប៉ុន្តែអត់ដឹងថាលោកស៊ីវជ័យសិទ្ធហ្នឹងជាអ្នកបើករថយន្តព្រោះអីជនរងគ្រោះស្លាប់អស់អត់មានសាក្សីអីណាឬក៏សាក្សីនៅកន្លែងកើតហេតុហ្នឹងមិនទាន់មានអ្នកណាបង្ហាញកាមេរ៉ាឬអីព្រោះកដាលព្រៃកដាលស្អីអញ្ចឹងសំខាន់គឺឡានហ្នឹងគឺក្រោមឈ្មោះរបស់លោកស៊ីវជ័យសិទ្ធចឹងបានតឡាការអាណាស្នងការបាត់ដំបងហ្នឹងសូមអញ្ជើញឲ្យមកចូលបំភ្លឺតើហេតុការណ៍ហ្នឹងយ៉ាងម៉េចដើម្បីស៊ើបអង្កេតរឿងនេះប្រជាពលរដ្ឋមានការបារម្ភទៀតថាអាចនឹងតិចទៀតទៅគេយកមនុស្សមកជំនួសទៀតទៅឆ្លើយថាគាត់អត់បើករថយន្តបងប្អូនគេឆ្លើយអីឆ្លើយទៅអាហ្នឹងរឿងធ្វើម៉េចបើសិនជាតឡាការគេរកឃើញប៉ូលីសគេរកឃើញថាគាត់មិនបើករថយន្តគាត់ត្រូវតែរួចខ្លួនព្រោះបើមិនមែនជាអ្នកកាន់ដៃចង្កូតប៉ុន្តែឡានហ្នឹងឡានគាត់អញ្ចឹងវាអាស្រ័យទៅលើការស៊ើបអង្កេតសំខាន់ប្រជាពលរដ្ឋទុកចិត្តអាជ្ញាធរប្រមាណនៅក្នុងការស៊ើបអង្កេតហ្នឹងអាចនឹងមានការបង្កើតប្រតិទិអីតែមិនទុកចិត្តនេះគឺជារឿងធំណាស់ការសង្ស័យគឺប្រជាប្រដ្ឋសង្ស័យថាអីបានជាត្រឹមលិខិតអញ្ជើញមិនចោះទៅចាប់តែម្ដងទៅព្រោះមានលេខរថយន្តមានអី
បងប្អូនបើទោះបីមានរថយន្តមានឈ្មោះអីចឹងដូចច្បាប់មែនតើក៏យើងមិនអាចទៅចោទគេថាជាជនដៃដល់ភ្លាមដែរមិនចឹងណាត្រូវការស៊ើបអង្កេតដូច្នេះទុកអាជ្ញាធរធ្វើកិច្ចការហ្នឹងគ្រាន់តែប្រជាពលរដ្ឋមិនពេញចិត្តតែប៉ុណ្្នឹងឯងហើយកុំភ្ញាក់ផ្អើលអីនៅពេលដែលប្រជាពលរដ្ឋមិនពេញចិត្តយើងរងចាំមើលតទៅទៀតហើយស៊ីវជ័យសិទ្ធនេះណាមានរថយន្តរបស់គាត់ឃើញបង្ហោះតាមបណ្ដាញសង្គម Facebook មិនដឹងថារថយន្តនេះនៅបិទស្លាក sticker នឹងដដែលទេគឺបិទ sticker តាក់ទងនឹងរូបអក្រិតជនជួញដូរគ្រឿងញៀននៅកូឡុំបៀដែលក៏ក្រើកយកទៅបិទនៅលើឡានរបស់ខ្លួនយ៉ាងសង្ហាដូចជាស្ដេចខ្មែរឬក៏ដូចជាអ្នកដែលប្រមុខរដ្ឋកម្ពុជាណាមួយអញ្ចឹងប៉ុន្តែបិទយ៉ាងសង្ហាប្រជាពលរដ្ឋក៏រិះគន់ថាយីស្រុកខ្មែរក៏អនាធិបតេយ្យប៉ុន្តែក៏ឃើញរូបឡានហ្នឹងមានមួយទៀតគឺអត់មាន sticker ទេមិនដឹងថានៅបិទដដែលឬក៏បិទមួយរយៈពេលខ្លីយ៉ាងណានោះទេប៉ុន្តែបងប្អូននេះគឺជាសារដាស់តឿនដែរយើងទៅយកមេជួញដូរគ្រឿងញៀននៅអក្រិតកម្មនៅប្រទេសគេដែលក៏ក្រើកគេស្អប់ខ្ពើមកយកមកបិទនៅមិនចង់និយាយថានៅស្រុកខ្មែរធ្វើអីក៏បានអញ្ចឹងណាកុំកូនលោកធំអ្នកមានអីហ្នឹងកុំធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់លើសពីអ្វីដែលឈឺចាប់ស្រាប់ហើយតែយើងធ្វើដូច្នេះធ្វើឲ្យប្រជាពលរដ្ឋកាន់តែការថ្នាក់នឹងអាជ្ញាធរកាន់តែខ្លាំងទេ